មហាធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាំងថាផ្ដល់ការសិក្សាដោយឥតគិតថ្លៃឲ្យដល់យុវជនក្រក្រៃទូទាំងរដ្ឋានឹងសង្តែងាយរងគ្រោះនៅក្នុងគ្រួសារបណ្ដោះជំនាញសិក្សា38មុខដល់ប្រាក់ឧបត្ថម្ភជារៀងរាល់ខែជំនួយមើលថែពេលដែលបងប្អូនជួបទុក្ខបញ្ចូលឈ្មោះក្នុងបណ្ណបសសដោយទំនំបងប្អូនបានស្បើយទុក្ខសម្រួលជីវភាពគ្រួសារយុវជនក្រក្រៃមានក្តីសង្ឃឹមត្រេកអរញញឹមអាក់ណាយនៅក្នុងចិន្តាអរគុណថ្នាក់ដឹកនាំកម្ពុជាអង្គចានាវាដឹកនាំវាសនាយុវជនកម្ពុជាទៅមុខមិនទុកឲ្យបងប្អូននៅកំព្រីស្រងស្រួលពូពៀជួយទងនៅក្រុងខេត្តស្រុកដល់ឱកាសឲ្យយុវជនដើម្បីអភិវឌ្ឍទៅមុខកម្ពុជាជួបសុខ